ដែលយើងមិនបោះបង់ចោលគឺជាជោគជ័យដ៏ធំបំផុតហើយសម្រាប់យើងណាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺជាការចាប់ផ្ដើមធ្វើនៅវីដេអូបង្ហាញនៅមុខពិតមិនមែនជា AI ហើយគឺជាវីដេអូទី1របស់ខ្ញុំហើយខ្ញុំចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងតើ YouTube ពិតជាជំរើសដ៏ល្អនិងត្រឹមត្រូវបំផុតនៅក្នុងការចាប់ផ្ដើមធ្វើវីដេអូសម្រាប់បងប្អូនតើវាពិតជាមានភាពងាយស្រួលនិងអាចធ្វើបានគ្រប់គ្នាដែរអត់អញ្ចឹងថ្ងៃនេះយើងនឹងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងការធ្វើនេះតាមពិតទៅ YouTube នេះគឺសាមញ្ញមែនតើបងប្អូនដោយសារខ្ញុំគិតថាមនុស្សទូទៅគឺអាចចាប់ផ្ដើមធ្វើវាបានហើយអ្វីដែលសំខាន់បំផុតនៅក្នុងការចាប់ផ្ដើមរបស់បងប្អូនមិនមែនតើតែបងប្អូនទាំងអស់គ្នាមាននៅឧបករណ៍សម្ភារៈដ៏ទំនើបទើបអាចចាប់ផ្ដើមបាននោះទេត្រឹមតែទូរស័ព្ទដៃមួយមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់គឺបងប្អូនអាចធ្វើវាបានហើយសំខាន់បងប្អូនគ្រប់តាមគោលការណ៍របស់គេដែលកំណត់មកអញ្ចឹងណាបងប្អូនហើយអ្វីដែលសំខាន់បំផុតមួយទៀតដែលយើងចាំបាច់ត្រូវមានគ្រប់គ្នានោះពាក់ព័ន្ធជាមួយនឹងការតស៊ូហើយនឹងការបដិញ្ញាចិត្តខ្ញុំគិតថាចំណុចនេះគឺសំខាន់ខ្លាំងមែនទែនបងប្អូននៅក្នុងការដែលយើងអាចសម្រេចវាបានព្រោះថាបើសិនជាធម្មតាមនុស្សយើងគឺចាប់ផ្ដើមពី0ទៅដូចគ្នាបងប្អូនអញ្ចឹងហើយខ្ញុំគិតថាដំបូងឡើយគ្មានអ្នកណាដែលធ្វើវាបានដោយ perfect នោះទេតែតែមានកំហុសឆ្គងក៏ដូចជាកង្វះខាតផ្សេងក៏ប៉ុន្តែយើងត្រូវចាត់ទុកថាហ្នឹងវាគឺជាបទពិសោធន៍សម្រាប់យើងខុសម្ដងគឺជាមេរៀនខុសពីរដងយើងកាន់តែមានបទពិសោធន៍កាន់តែច្រើនខុសកាន់តែច្រើនគឺយើងមានបទពិសោធន៍កាន់តែច្រើនពីវាអញ្ចឹងអ្វីដែលសំខាន់នោះគឺការដែលយើងមិនបោះបង់វាចោលនេះគឺជាចំណុចសំខាន់បំផុតហើយបើសិនជាបងប្អូនចាប់ផ្ដើមហើយរំពឹងថាវានឹងលទ្ធផលធំដុំកំភួនដូចគេភ្លាមនោះវានឹងមិនឃើញទេបងប្អូនហើយវានឹងធ្វើឲ្យបងប្អូនបាក់ទឹកចិត្តគ្មានកម្លាំងចិត្តនៅក្នុងការតស៊ូឲ្យជាដើមហ្នឹងអញ្ចឹងអ្វីដែលសំខាន់បំផុតសម្រាប់យើងជាអ្នកបង្កើតដំបូងយើងកុំទាន់អាសម្លឹងទៅមើលលទ្ធផលដែលធំដូចអ្នកដទៃធ្វើយើងមើលពីអ្វីដែលយើងកំពុងធ្វើបច្ចុប្បន្នហើយយើងសិក្សាពីវាមានន័យថាយើងបង្កើតដំបូងវាតែងតែមានកង្វះខាតក៏ដូចជាបញ្ហាផ្សេងៗដែលកើតមានឡើងអញ្ចឹងណាបងប្អូនអញ្ចឹងយើងបំលែងបញ្ហាទាំងអស់ហ្នឹងគឺជាមេរៀនសម្រាប់យើងអញ្ចឹងបញ្ហាមួយបង្កើតជាមេរៀនមួយសម្រាប់យើងអញ្ចឹងការដែលយើងមិនបោះបង់ចោលគឺជាជោគជ័យដ៏ធំបំផុតហើយសម្រាប់យើងណាចំណុចនេះគឺអង្គផ្ដាំផ្ញើកញ្ចែកម្លែកទៅកាន់បងប្អូនអ្នកដែលមានបំណងចាប់ផ្ដើមធ្វើក៏ដូចជាអ្នកដែលបានចាប់ផ្ដើមធ្វើហើយពួកគាត់ថ្មីបងប្អូនដៃថ្មីណាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនដែលមានបំណងចាប់ផ្ដើមក៏ដូចជាកំពុងតែធ្វើហើយថ្មីនេះទឹកចិត្តហើយបន្តធ្វើវាទៅមុខទៀតខិតខំប្រឹងប្រែងឲ្យបានជាប់លាប់ផលិតមាតិកាដែលមានគុណភាពចែករំលែកនៅបទពិសោធន៍ជីវិតទៅតាមចំណេះជំនាញដែលបងប្អូនមានហ្នឹងទៅហើយដូចខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតគឺយើងកុំឆាប់អស់សង្ឃឹមកុំបោះបង់វាចោលយើងបន្តខិតខំប្រឹងប្រែងវាទៅហើយថ្ងៃណាមួយលទ្ធផលវានឹងមិនក្បត់ការខិតខំប្រឹងប្រែងរបស់យើងទេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់អរគុណច្រើនសង្ឃឹមថាវីដេអូនេះនឹងក្លាយទៅជាប្រយោជន៍មួយតូចសម្រាប់បងប្អូនអ្នកដែលទើបចាប់ផ្ដើមនិងមានបំណងនៅក្នុងការចាប់ផ្ដើមបាយបាយ